បច្ចុប្បន្នរឿង trading ចង់ផ្ទុះខ្លាចជារឿង trending បាត់ទៅហើយអ្នកនរគ្នាហើយការ trading នឹងផងដែរគឺមិនមែនមានន័យថាវាសំដៅតែលើ cryptocurrency ឬក៏ Bitcoin នោះទេពាក់ព័ន្ធជាមួយនឹង forex ឬក៏ការលេង stock ហ្នឹងក៏គេអាចនិយាយបានថាជាការ trading ផងដែរហើយក៏មានមតិមួយចំនួនហ្នឹងគឺគាត់គិតថា cryptocurrency ឬក៏ Bitcoin ហ្នឹងគឺជាការបោកប្រាស់អញ្ចឹងហើយបានខ្ញុំចេញជាវីដេអូមួយនេះដើម្បីចែកម្លែកឲ្យអ្នកនរគ្នាអាចយកទៅពិចារណាថាតើ Bitcoin ឬក៏ cryptocurrency ហ្នឹងវាគឺជាការបោកប្រាស់មែនឬក៏អត់តែចង់បញ្ជាក់អ្នកនរគ្នាបន្តិចណាខ្ញុំមិនមែនជា financial advisor ឬក៏ជាអ្នកប្រឹក្សាផ្នែកហិរញ្ញវត្ថុអីទេអញ្ចឹងរាល់ការដែលអ្នកនរគ្នាធ្វើការវិនិយោគគឺជាលុយរបស់អ្នកនរគ្នាហើយទំនួលខុសត្រូវគឺអាស្រ័យទៅលើអ្នកនរគ្នាហើយបើសិនជាមានចំណុចដែលខ្ញុំចែកម្លែកទៅគឺវាមានការលើសលួសឬក៏ខ្វះខាតផងណាសម្រាប់អ្នកនរគ្នាអាចជួយ comment ប្រាប់ខ្ញុំផងឥឡូវយើងមកចូលដល់ប្រធានបទរបស់យើងថាតើ cryptocurrency ហ្នឹងគឺជាអីគេ cryptocurrency ហ្នឹងគឺជាបណ្ដុំនៃកាក់អេឡិចត្រូនិកមានដូចជា Bitcoin Ethereum meme coin Dogecoin ក៏ដូចជាមាន coin ជាច្រើនផ្សេងទៀតអីជាដើមហ្នឹងដែលវាដំណើរការនៅលើ blockchain អស់រយៈពេលជាង15ឆ្នាំមកហើយអ្នកនរគ្នាហើយអីគេទៅគឺជា blockchain ហ្នឹងគឺជាកន្លែងដែលយើងអាចនិយាយបានថាជាកន្លែងដែលរក្សាទិន្នន័យឬក៏ជា database មួយអីចឹងណាដែលវាបែងចែកជា block ហើយវាតភ្ជាប់គ្នាដែលយើងហៅថា chain ដែលដំណើរការរបស់វាហ្នឹងគឺវាមានមុខងារក្នុងការចែកចាយនៅទិន្នន័យក៏ដូចជាភ្ជាប់រវាងម៉ាស៊ីនកុំព្យូទ័រមួយទៅកាន់កុំព្យូទ័រមួយទៀតរាប់ពាន់រាប់លានគ្រឿងអីជាដើមចឹងទៅហើយអ្វីទៅគឺជា Bitcoin គឺជាប្រភេទកាក់អេឡិចត្រូនិកមួយដែលអាចនិយាយបានថាជាលុយ digital អ្នកនរគ្នាណាហើយលុយ digital ហ្នឹងយើងយកទៅធ្វើបានអីខ្លះយើងអាចយកទៅចាយក៏បានយើងអាចយកទៅទិញទំនិញឬក៏យើងយកទៅសន្សំយកទៅធ្វើអីផ្សេងទៀតដូចតែនឹងលុយដែលយើងចាយតខ្លួនចឹងប៉ុន្តែគ្រាន់តែថាវាជាប្រភេទ digital ហើយសម្រាប់ Bitcoin នេះផងដែរគឺអ្នកនរគ្នាក៏អាចធ្វើការទិញវាហូរទុកដើម្បីឲ្យវាឡើងថ្លៃទៅយើងអាចលក់យកផលចំណេញបានផងដែរនិយាយទៅវាស្តៀងជាមួយនឹងការទិញមាសនៅពេលបច្ចុប្បន្នចឹងអ្នកនរគ្នាឃើញមាសវាកំពុងតែឡើងថ្លៃអញ្ចឹង Bitcoin ក៏ដូចគ្នាដែរកាលពីប្រហែលជាង10ឆ្នាំមុន Bitcoin ត្រឹមតែតម្លៃត្រឹមតែប្រហែល1000ដុល្លារប៉ុន្តែឥឡូវហ្នឹងគឺចូលទៅដល់7ឬ80000ដុល្លារបាត់ទៅហើយអញ្ចឹងវាដូចទៅនឹងមាសដែលយើងកាលពីមុនតម្លៃមួយតលឹងតែប្រហែលដូចជា100-200ដុល្លារអញ្ចឹងទៅប៉ុន្តែឥឡូវហ្នឹងគឺវាហក់ឡើងទៅដល់5ទៅ600ដុល្លារហើយសម្រាប់ Bitcoin នេះផងដែរតម្លៃរបស់វាគឺមិនមែនមានន័យថាវាឡើងទៅរហូតទេវាក៏មានពេលធ្លាក់ចុះដែរព្រោះឯការឡើងហើយនឹងធ្លាក់ចុះហ្នឹងគឺវាអាស្រ័យទៅលើទីផ្សាររបស់អ្នកទិញហើយនិងអ្នកលក់អញ្ចឹងដល់កាលណាមានអ្នកទិញច្រើន Bitcoin វានឹងធ្វើការឡើងបាទប៉ុន្តែបើសិនជាក្នុងករណីមានអ្នកលក់ច្រើន Bitcoin វានឹងធ្លាក់ចុះអញ្ចឹងហើយបានជាអ្នកនរគ្នានៅពេលដែលអ្នកនរគ្នាមើលក្រាបក៏ដូចជានៅពេលដែលអ្នកនរគ្នាឃើញគេធ្វើវីដេអូគេថាBitcoin ឥឡូវឡើងហើយ Bitcoin ឥឡូវចុះហើយហ្នឹងហើយគឺអញ្ចឹងមានថាបញ្ហាហ្នឹងគឺដោយសារតែទីផ្សារដែលខ្ញុំបានប្រាប់អ្នកនរគ្នាមុនហ្នឹងអញ្ចឹងប៉ុន្តែសម្រាប់ចំណុចពិសេសមួយរបស់ Bitcoin គឺវាល្អត្រង់ថាចេះ Bitcoin នៅពេលកាលណាដែលអ្នកនរគ្នាទៅទិញវាអញ្ចឹងថាអ្នកនរគ្នាទិញ Bitcoin មួយកាក់អញ្ចឹងទៅតម្លៃរបស់វាទោះបីជាវាឡើងឬក៏ចុះក៏ដោយប៉ុន្តែអ្នកនរគ្នានៅតែមាន Bitcoin នៅតែមានមួយកាក់ហ្នឹងនៅក្នុងដៃរបស់អ្នកនរគ្នាអញ្ចឹងណាអញ្ចឹងមានន័យថារាល់ពេលដែលអ្នកនរគ្នាទិញគឺអ្នកនរគ្នាអត់មានបាត់បង់លុយនឹងទៅណាទេបើទោះបីជាវាឡើងឬក៏ចុះក៏ដោយដូចមាសអញ្ចឹងណានៅពេលអ្នកនរគ្នាទិញវាមកអ្នកនរគ្នាយកមកធ្វើខ្សែកអ្នកនរគ្នាយកមកទុកនិយាយទៅមាសហ្នឹងនៅតែជាដុំមាសដដែលគ្រាន់តែថាទីផ្សារគឺវាអាចនឹងមានតម្លៃឡើងឬក៏ចុះអីចឹងទៅហើយសម្រាប់ Bitcoin ណានៅពេលដែលវាឡើងក៏ធ្លាប់ឡើងដល់ជាង100,000ដុល្លារដែរអ្នកនរគ្នាគ្រាន់តែថាបច្ចុប្បន្នហ្នឹងវាធ្លាក់ចុះប្រហែលជាសល់ប្រហែលជាខ្ទង់7ទៅ80000ដុល្លារអីចឹងទៅហើយមូលហេតុដែលធ្វើឲ្យកាក់នឹងឡើងហ្នឹងគឺដោយសារតែអញ្ចឹង Bitcoin គឺមានចំនួនមានកំណត់វាអត់ដូចជាលុយដែលយើងកំពុងតែចាយសពថ្ងៃទេឧទាហរណ៍ដូចជាប្រទេសអាមេរិកចឹងបើកាលណាដែលគេចង់បោះពុម្ពលុយគេនឹងធ្វើការបោះពុម្ពលុយបន្ថែមអញ្ចឹងក្រដាសប្រាក់វានឹងកើនឡើងដល់ពេលណាដែលកើនឡើងអតិផរណាក៏វាកើនឡើងដែរអញ្ចឹងហើយទៅធ្វើឲ្យលុយហ្នឹងវាធ្លាក់ចុះធ្លាក់តម្លៃពីមួយឆ្នាំទៅមួយឆ្នាំប្រហែល%3ទៅ4%អីចឹងណាអ្នកនរគ្នាប៉ុន្តែសម្រាប់មាសឬក៏ប្រភេទកាក់អេឡិចត្រូនិកវាបែរទៅជាដើរប្រច្រាស់វិញវាបែរទៅជាឡើងវិញអញ្ចឹងគឺមូលហេតុអីមូលហេតុដោយសារតែវាមានដែនកំណត់អញ្ចឹងហើយនៅក្នុងcryptocurrency សម្រាប់ Bitcoin បច្ចុប្បន្នគឺគេបង្កើតឡើងគឺមានត្រឹមតែ21លានកាក់ទេអ្នកនរគ្នាអញ្ចឹងគឺគេអត់អាចធ្វើការបង្កើត Bitcoin បន្ថែមទៀតបាននោះទេបើសិនជាគេចង់បង្កើតប្រភេទជាកាក់អេឡិចត្រូនិកឬក៏ប្រភេទ cryptocurrency គេត្រូវតែធ្វើការបង្កើតនៅកាក់ថ្មីមួយទៀតហើយសម្រាប់កាក់ថ្មីហ្នឹងណាក៏បង្កើតមកឡើងឬក៏មិនឡើងគឺអាស្រ័យទៅលើបច្ចេកដែលគេធ្វើក៏ដូចជាអាស្រ័យទៅលើគោលដៅដែលគេធ្វើផងដែរបើសិនជាកាក់ហ្នឹងគេធ្វើគោលដៅមកគេមានគោលដៅក៏ដូចជាមានបច្ចេកហ្នឹងត្រឹមត្រូវកាក់ហ្នឹងវាអាចនឹងឡើងអីចឹងទៅព្រោះវាគេគិតថាវាមានប្រយោជន៍អីចឹងណាដូចជាអធិដ្ឋានដូចជាកាក់ Tron ដែលមានសម្រាប់នៅលើ Telegram ចឹងបច្ចេករបស់គេគឺគេបង្កើតកាក់ហ្នឹងមកដើម្បីចែកចាយបងឲ្យអ្នកដែលគាត់ធ្វើវីដេអូធ្វើអីហ្នឹងឬក៏ធ្វើ content នៅលើ Telegram ចឹងទៅអញ្ចឹងគេឲ្យជាកាក់ Tron ហ្នឹងមកអញ្ចឹងសប្តាហ៍ថ្ងៃគឺខ្ញុំមានកាក់ហ្នឹងដែរប៉ុន្តែគាត់ថាខ្ញុំអត់យកទៅលក់អត់យកទៅអីទេគឺខ្ញុំហូរទុកវាចោលគីឡូថាថ្ងៃក្រោយទៅវាឡើងថ្លៃអីក៏យើងបាន profit ក៏ដូចជាបានផលចំណេញពីវាដែរអញ្ចឹងណាហើយនិយាយទៅក្នុងវីដេអូនេះគឺខ្ញុំអត់ចង់និយាយលម្អិតច្រើនទេអ្នកនរគ្នាបើសិនជានិយាយលម្អិតទៅគឺវីដេអូនេះគឺដល់1ម៉ោងទៀតក៏អត់ចប់ដែរអ្នកនរគ្នាហ្នឹងហើយអញ្ចឹងគ្រាន់តែអ្នកនរគ្នាអាចដឹងថាប្រភេទជា cryptocurrency ឬក៏ Bitcoin ហ្នឹងគឺវាជាប្រភេទជាកាក់អេឡិចត្រូនិកដែលយើងអាចយកវាមកចាយបានអញ្ចឹងទៅហ្នឹងហើយគឺយើងអាចយកវាមកចាយបានអាចយកវាទៅសន្សំអាចយកវាទៅទិញលវ៉ាន់ឬក៏អីចឹងទៅតាមអាស្រ័យលើទីផ្សារដែលគេ
ទទួលស្គាល់នៅ Bitcoin នេះហើយមែនតើឥឡូវហ្នឹងប្រទេសធំៗក៏គេទទួលស្គាល់ Bitcoin បតាដែរអញ្ចឹងហើយពាក់ព័ន្ធជាមួយនឹងការទិញលក់ដូរអីហ្នឹងអ្នកនរគ្នាចាប់ផ្ដើមឃើញថាអ្នកខ្លះគឺគេ Bitcoin ក៏គេទទួលអ្នកនរគ្នាទិញ VPN ឬក៏ទិញបង់តាម website online ផ្សេងៗគឺគេទៅចាប់ផ្ដើមទទួល Bitcoin ហើយប៉ុន្តែអ្នកនរគ្នាក៏ត្រូវប្រយ័ត្នដែរណាពាក់ព័ន្ធជាមួយនឹងកាក់គឺមិនមែនមានន័យថាឲ្យតែកាក់នៅក្នុង cryptocurrency សុទ្ធតែល្អនោះទេកាក់ខ្លះក៏ជាប្រភេទកាក់គេហៅថា meme coin ផងដែរគេចេះតែបង្កើតដើម្បីឲ្យវាមាននៅលើទីផ្សារអញ្ចឹងណាប៉ុន្តែគោលដៅឬក៏បច្ចេកដែលគេចង់បង្កើតហ្នឹងគឺគេអត់មានច្បាស់លាស់ហើយអញ្ចឹងហើយដល់ពេលដែលយើងធ្វើការទិញកាក់ហ្នឹងមកគឺមានន័យថាយើងយកលុយរបស់យើងហ្នឹងទៅបោះចោលជាមួយនឹងកាក់ហ្នឹងហើយអញ្ចឹងសម្រាប់ការទិញកាក់គឺអ្នកនរគ្នាត្រូវប្រយ័ត្នហើយមែនតើទៅបើសិនជាអ្នកនរគ្នាចង់ធ្វើការវិនិយោគខ្ញុំគិតថាអ្នកនរគ្នាចាប់ផ្ដើមដំបូងគួរតែសម្លឹងមើលកាក់ដែលកំពុងតែល្បីៗមានដូចជា Ethereum ឬក៏ប្រភេទកាក់ Bitcoin យ៉ាងជាដើមនិយាយទៅប្រភេទកាក់ទាំងអស់ហ្នឹងគឺជាប្រភេទកាក់ដែលមាន stable ណាដូច Bitcoin នេះគឺវាឈរជាង10ឆ្នាំហើយអញ្ចឹងសម្រាប់ Bitcoin នេះផងដែរក៏អាចនិយាយបានថាយើងអាចទុកចិត្តបានអញ្ចឹងណាហើយសម្រាប់អ្នកថ្មីផងដែរបើសិនជាអ្នកនរគ្នាចង់វិនិយោគលើ crypto ដែរខ្ញុំគិតថាអ្នកនរគ្នាអាចនឹងចំណាយលុយបន្តិចបន្តួចបានហើយអាចថាត្រឹម$50ឬក៏$100អីចឹងទៅដើម្បីឲ្យយើងអាចស្វែងយល់ពីវាអញ្ចឹងណាអាចចាត់ទុកថាជាការរៀនសូត្រអីចឹងទៅព្រោះធម្មតាទេការរៀនពេលខ្លះក៏យើងមិនអាចទៅ free បានដែរក៏យើងត្រូវការតេស្តក៏ដូចជាការសាកល្បងដែរអញ្ចឹងខ្ញុំគិតថាបើសិនអ្នកនរគ្នាចង់សាកល្បងដំណាក់កាលដំបូងឬក៏ពិសេសអ្នកថ្មីហ្មងណាអ្នកនរគ្នាគួរតែប្រើប្រាស់នៅលុយអាចនិយាយបានថាលុយដែលមិនចាំបាច់សម្រាប់អ្នកនរគ្នាអញ្ចឹងណាអ្នកនរគ្នាហាមដាច់ខាតគឺយកទឹកខ្ចីលុយធនាគារឬក៏ខ្ចីលុយនរណាម្នាក់យកមកវិនិយោគលើប្រភេទ cryptocurrency នេះដាច់ខាតតែម្ដងអ្នកគ្នាឬក៏លុយបង់ផ្ទះបង់ភ្លើងបង់ទឹកអីក៏មិនត្រូវយកមកដែរអ្នកគ្នាណាតោះតែលុយហ្នឹងគឺអ្នកនរគ្នាសល់ពីការចំណាយផ្សេងក៏ដូចជាលុយហ្នឹងបើសិនជាថ្ងៃណាមួយមានការបាត់បង់ឬក៏មានការបាត់អីអ្នកនរគ្នាអត់ស្ដាយយើងទៅអាចនិយាយបានថាយើងកាត់បន្ថយការជួបជុំគ្នាផឹកស៊ីអីចឹងណានឹងឲ្យសំទុក$10 $20អីចឹងទៅនៅពេលដែលអ្នកគ្នាគ្រប់ត្រឹម$50អីអ្នកគ្នាអាចសាកល្បងទៅព្រោះអាហ្នឹងវាជាចំណេះដឹងមួយដែរហើយណាមួយការវិនិយោគលើ cryptocurrency នៅពេលដែលអ្នកគ្នាច្បាស់ទៅអ្នកគ្នាអាចនឹងទទួលបាន profit ឬក៏ benefit ពីវាច្រើនហើយខ្ញុំក៏ធ្លាប់ជាអ្នកដែលថ្មីថ្មោងដែរអញ្ចឹងហើយបានខ្ញុំគិតថាអ្នកគ្នាគួរតែធ្វើបែបនេះព្រោះធម្មតាទេគឺយើងកុំហក់លឿនពេកយើងត្រូវសិក្សាវាម្ដងបន្តិចណាកុំឃើញវីដេអូគេផុសចេញមកបាន KK បានពាន់ម៉ឺនសែន$ហ្នឹងគិតថាយើងទៅធ្វើដែរបានដល់ដូចគេអត់ទេណាគឺគេសិក្សាជាសិក្សារាប់សិបឆ្នាំហើយហ្នឹងហើយអាចនិយាយបានថាគេឆ្អិនជាមួយកន្លែងហ្នឹងហើយអញ្ចឹងបានគេធ្វើការ trade ទៅគេស្ប៉ាន់ស្មានទីផ្សារគេដឹងពីក្រាបគេចេះមើល candlestick អីចឹងទៅគឺគេដឹងថាពេលណាត្រូវកាក់នឹងឡើងពេលណាត្រូវកាក់នឹងចុះឬក៏គេមាន signal អីរបស់គេចឹងទៅតែបើសិនតែយើងអ្នកតែថ្មីជ្រឿងចូលទៅចង់ធ្វើដូចគេដែរគឺ 100% ដឹងតែដាច់ account នេះឬក៏គេហៅថាអស់លុយពីក្នុងខ្លួនតែម្ដងគឺ sick តែម្ដងអញ្ចឹងហើយសម្រាប់អ្នកនរគ្នាដែលចាប់ផ្ដើមថ្មីដូចជាខ្ញុំធ្លាប់ថ្មីដែរខ្ញុំគិតថាអ្នកនរគ្នាពេលចូលដំបូងអ្នកនរគ្នាអាចលេងត្រឹម sport អីចឹងណាបើចាំបាច់ទៅដល់ future ទេអញ្ចឹង sport ហ្នឹងគឺលក្ខណៈថានៅពេលអ្នកនរគ្នាទិញកាក់អ្នកនរគ្នាគ្រាន់តែទិញទៅវាຕົកវាចោលចឹងទៅនៅពេលដែលវាឡើងយើងចាប់ផ្ដើមលក់ចឹងទៅនៅពេលដែលវាធ្លាក់យើងចាប់ផ្ដើមទិញចូលមកវិញចឹងទៅអញ្ចឹងយើងធ្វើបែបហ្នឹងចឹងទៅឬក៏យើងអាចហូរទុកចោលរយៈពេលត្រឹមថា1ឆ្នាំ5ឆ្នាំឬក៏10ឆ្នាំនៅពេលដែលកាក់ហ្នឹងវាឡើងថ្លៃខ្លាំងដូចជាចំនួនការដែលកាក់ហ្នឹងដំបូងវាមានតម្លៃត្រឹមតែ1សេន2សេនឥឡូវវាឡើងដល់$7-80000អីចឹងទៅណាអញ្ចឹងអាចថាវាជាការវិនិយោគមួយដ៏ល្អមួយផងដែរដែលសម្រាប់អ្នកនរគ្នាអាចពិចារណាបានឥឡូវយើងជាវិនិយោគហើយយើងមានជា crypto ហើយយើងដឹងថាអីគេជា crypto អីគេជា Bitcoin ហើយសួរថាតើយើងត្រូវធ្វើម៉េចទើបយើងអាចទិញប្រភេទ cryptocurrency ហ្នឹងឬក៏ Bitcoin ហ្នឹងយកមកប្រើប្រាស់បានណាអញ្ចឹងសម្រាប់ការទិញលក់ហ្នឹងគឺមិនមែនថាយើងចង់ទៅទិញឆៅទេគឺគេមានជា exchange សម្រាប់ឲ្យយើងទិញអញ្ចឹងសម្រាប់ exchange បច្ចុប្បន្នគឺមាន exchange ល្បីធំមានដូចជា Binance ដូចជា OKX អីជាដើមហើយសប្តាហ៍ថ្ងៃខ្ញុំក៏ជាអ្នកដែលប្រើប្រាស់ OKX ដែរអញ្ចឹងបើសិនជាអ្នកនរគ្នាអត់តន់ចុះឈ្មោះប្រើប្រាស់ក៏ដូចជាអត់តន់ register ជាមួយនឹង OKX ទេអ្នកនរគ្នាអាចធ្វើការចុះឈ្មោះបានតាមរយៈ link referral ដែលខ្ញុំដាក់នៅក្នុង comment ខាងក្រោមហើយបើសិនអ្នកនរគ្នាចុះឈ្មោះជាមួយនឹង link របស់ខ្ញុំរាល់ការ trade របស់អ្នកនរគ្នាទទួលបាន commission 15% ផងដែរនិយាយទៅការចុះឈ្មោះជាមួយនឹង link referral គឺវាផ្ដល់ផលចំណេញបើសិនអ្នកគ្នាចុះឈ្មោះតេអត់មាន referral ទេអត់មានអ្នកគ្នាអត់មានចំណេញទេសម្រាប់ commission 15% អ្នកគ្នាក៏ទទួលបានដែរអញ្ចឹងកុំឲ្យខាតអ្នកគ្នាយកចុចទៅតាម referral link ដែលខ្ញុំដាក់នៅក្នុង comment ខាងក្រោមហ្មងទៅហើយសម្រាប់សប្តាហ៍ថ្ងៃ OKX ក៏គេមាន campaign ជាច្រើនដែរដែលអ្នកគ្នារាល់ពេលអ្នកគ្នា trade អ្នកគ្នានឹងមានឱកាសឈ្នះនៅរង្វាន់ជាច្រើនមានដូចជា iPhone 17 Pro Max បាទទឹកប្រាក់ជា USDT មាន$10 $20 $50 $100 $250អីជាដើមអញ្ចឹងទៅហើយសម្រាប់ OKX ហ្នឹងផងដែរក៏ជា exchange ដ៏ធំមួយនៅលើទីផ្សារផងដែរអញ្ចឹងសម្រាប់ការ trade ទៅមកឬក៏ទំនុកចិត្តអីអ្នកនរគ្នាមិនបាច់បារម្ភទេគឺយើងអាចទុកចិត្តបានបាទព្រោះអីវាជា platform វាជា exchange មួយដ៏ធំផងដែរនៅលើពិភពលោកយើងដែលគេទទួលស្គាល់នៅលើពិភពលោកតែម្ដងអានេះវីដេអូនេះគ្រាន់តែជាការចែករំលែករបស់ខ្ញុំទេហើយខ្ញុំគិតថាអ្នកនរគ្នាគួរតែស្វែងយល់បន្ថែមទៅពាក់ព័ន្ធជាមួយនឹង cryptocurrency ឬក៏ Bitcoin អញ្ចឹងណាខ្ញុំដឹងថាវីដេអូរបស់ខ្ញុំនិយាយទៅគឺអ្នកនរគ្នាអាចនឹងមានអ្នកខ្លះយល់អ្នកខ្លះក៏គាត់អត់យល់ចឹងទៅប៉ុន្តែអ្វីដែលអ្នកនរគ្នាគួរតែធ្វើគឺយើងត្រូវស្រាវជ្រាវបន្ថែមទៀតបាទដូចខ្ញុំប្រឡូកនៅដំបូងក៏ខ្ញុំដូចអ្នកនរគ្នាដែរគឺខ្ញុំអត់យល់ទេស្អីគេអាហ្នឹងអី
គេ cryptocurrency អីគេ Bitcoin អីគេ spot អីគេទៅ future គឺខ្ញុំអត់ដឹងទេប៉ុន្តែឥឡូវខ្ញុំចាប់ផ្ដើមយល់បណ្ដើរនៅពេលដែលខ្ញុំសិក្សាពីវានៅពេលដែលខ្ញុំស្វែងយល់ពីវាក៏ដូចជានៅពេលដែលខ្ញុំចាប់ផ្ដើមប្រឡូកជាមួយវាបានតិចតួចហ្នឹងហើយមិនថានិយាយទៅអត់ច្រើនដូចគេប៉ុន្តែអាចនិយាយបានថាគូសមហ្នឹងហើយអញ្ចឹងហើយបើសិនជាអ្នកនរគ្នាចង់សាកល្បងដែរហើយអត់ទាន់មាន exchange ក្នុងការដែលសាកល្បងទេអ្នកនរគ្នាអាចសាកល្បងចុះឈ្មោះជាមួយនឹង OKX បានណាតាមរយៈ referral link ដែលខ្ញុំដាក់នៅក្នុង comment ខាងក្រោមហើយបើមានចម្ងល់អីអាចធ្វើការឆាតសួរខ្ញុំតាមរយៈ page ក៏បានតាមរយៈ Telegram របស់ខ្ញុំក៏បានដែរការចុះឈ្មោះជាមួយនឹង OKX គឺខ្ញុំនឹងធ្វើវីដេអូក្រោយសម្រាប់អ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាអាចតាមដានខ្ញុំតិចណាឬក៏ចុច follow ឲ្យទៅនៅពេលដែលខ្ញុំចេញវីដេអូថ្មីមកអ្នកនរគ្នាអាចតាមតាន់ជាមួយនឹងអ្វីដែលខ្ញុំធ្វើការចែករំលែកទៅកាន់អ្នកនរគ្នាអីចឹងទៅអូខេអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកនរគ្នានឹងយល់ពាក់ព័ន្ធជាមួយនឹងcryptocurrency ឬក៏ប្រភេទជាមួយនឹង Bitcoin អីជាដើមហ្នឹងហើយបើសិនជានៅក្នុងវីដេអូនេះខ្ញុំនិយាយទៅលើសលួសក៏ដូចជាខ្វះខាតត្រង់ចំណុចណាសូមអ្នកនរគ្នាខមមិនប្រាប់ខ្ញុំផងនឹងហើយពួកឯងខ្ញុំក៏ជាអ្នកដែលមិនដៃចាស់ប្រហែលដែរគឺខ្ញុំរៀងថ្មីជ្រឿងដូចគេដែរទេគាត់ថាខ្ញុំគាត់ចង់ចែករំលែកឲ្យអ្នកនរគ្នាបានដឹងថាតើអ្វីទៅជា crypto អ្វីទៅជា Bitcoin អីចឹងទៅដើម្បីឲ្យអ្នកនរគ្នាឈប់យល់ច្រឡំដើម្បីឲ្យអ្នកនរគ្នាអាចចារណាថាតើប្រភេទ cryptocurrency ហ្នឹងគឺវាជារឿងបោកប្រាស់ឬក៏វាពិតមែនហ្នឹងហើយវាផ្ដល់ផលចំណេញសម្រាប់អ្នកដែលគាត់ trade ពិតមែនឬក៏អត់ហ្នឹងហើយអូខេអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នាសម្រាប់តាមដានហើយខ្ញុំបាទស្មីជួបអ្នកនរគ្នានៅវីដេអូក្រោយទៀតអរគុណអ្នកនរគ្នាជម្រាបលាបាយបាយ